ស្ដីបងប្អូនថ្ងៃនេះមានMacBook គ្រឿង model 2007 13 MacBook Pro អត់ថៃច្បាស់គាត់ថាមានបញ្ហាពេលដែលគាត់សាកថ្មទុកចោលលុបទៅភ្លឺលំឡើងមកបោះមកចេញហើយគាត់បានដោះ clear ដល់អីខ្លួនឯងហើយអស់អាហ្នឹងគាត់ថាជាសម្ដីរបស់ភ្ញៀវឯណាគាត់បានប្រាប់ខ្ញុំថាគាត់បានដោះ clear ហើយគាត់ផ្ញើ clear ឲ្យនៅដល់ចេញគាត់បានផ្ញើមកឲ្យយើងជួយឆែកបន្តហើយមុខនេះពេលដែលយើងធ្វើការដោតឆ្លងសាកតេស្តទៅវាមានបញ្ហាអត់មានភ្លើងចូលជិះបើក៏មិនចេញសម្បីតែ ក្រែតអំពែភ្លើង 5V ក៏មិនចូលដែរម៉ាស៊ីននេះយើងធំតិចហើយជាទូទៅឆ្លងភ្លើងមិនក៏វាចូល 5V ដែរតែជាក់ស្ដែងហើយយើងបានដោតតេស្ត port ទី2គឺចូលភ្លើងតែឆ្លងអំពែខ្លាំងអញ្ចឹងម៉ាស៊ីននេះបញ្ហាឆ្លងហើយអញ្ចឹងអាចឆ្លងនៅលើភ្លើងផ្សេងហើយស៊ីច្រើនបញ្ហានេះអាចមកពីគាត់ប្រើឆ្លងសាកមិនផ្សេងឬក៏គាត់យកឆ្លងសាកផ្សេងខុសពីរបស់ mic មកយកមកសាកហើយគឺមិនដឹងបញ្ហាឆេះនៅសេសាហើយសេថៃស៊ីហើយម៉ាស៊ីននេះយើងបានមើលទៅឃើញថាគាត់បានដោះរើដែលខ្លួនឯងធ្ងន់ដែរហើយមានស្នាមស្រលនេះគិតថាម៉ាស៊ីននេះជួសជុលហើយចាំណាប់អីយើងធ្វើការឆែកបន្តអូពេលយើងលើកមកគឺមានស្នាមជួសជុលហើយប្រហែលជាគាត់ជួសជុលហើយតែមិនដែរអីតាមម្ដងជួសជុលមកพอពីនេះអត់ភ្លើងវិញជិះនេះអត់បញ្ហាផតឆប់ផតពីនេះភ្លើងតែអត់យើងទៅបញ្ហាជិះគាត់ហើយមានស្នាមគឺធ្វើហើយអូខេគឺគាត់គាត់ហ្នឹងមានរបស់វិញសោះតើពីយើងគិនគូចែកបូកដកមកយើងក៏បានពងមើលឲ្យអស់ហើយលើនេះអត់ឆ្លងទេនេះ0បាត់ហើយនេះមានតម្លៃធម្មតាអញ្ចឹងយើងដឹងថានេះបញ្ហាឈីបនឹងគាត់ពោះសតយើងដឹងកំហុសវាយើងជួសជុលដល់បាត់ឆ្លងទៅចាំយើងធ្វើការតេស្តអបន្ទាប់ពីយើងបានវាស់ហើយយើងឃើញបញ្ហាឆ្លងយើងក៏បានសារបងលើ IC Type C ពីគាត់តេស្តហើយសិននេះយើងធ្វើការធ្វើបន្តិចដោយសារតែយើងលើ IC ពីគាត់ចេញហើយនៅតែបញ្ហាឆ្លងនៅដែរហើយឥឡូវនេះយើងបានវាស់មើលទៅយើងឃើញ capacitor តែមិនគ្រាប់ទេនៅគេ IC Type C ហ្នឹងតែពេលដែលយើងដាក់លើទៅគឺវាក្តៅយើងគិតថា IC ដែរតែវាមិនអីគេហៅថាយើងឃើញជាងចាស់គាត់បានជួសជុលឲ្យដែរយើងក៏លើក IC ហ្នឹងពីបបសាថ្មីមកទៅហើយយើងធ្វើប្រជិញ chip សាថ្មីហើយមិនសិនវាដំណើរការស្រួលដោយសារតែយើងខ្លាចជើងនឹងវាអត់ដិតអត់អីធ្វើការ report សាថ្មីបន្ទាប់ពីយើងស្មានហើយយើងបាន report ជើង chip ហើយយើងបានទម្លាក់ចូលម៉ាស៊ីនវាម៉ាស៊ីនវាដំណើរការ current វាដើរវិញហើយម៉ាស៊ីននេះបញ្ហាតែលើ IC Type C មួយគ្រាប់ហើយនឹង fat មួយគ្រាប់ទេអូខេឥឡូវលុយអញ្ចឹងជួបគ្នានៅវីដេអូក្រោយ